កំណាបនប្រជុំបិណ្ឌជាបទបច្ចាវ័នពិធីបនប្រជុំបិណ្ឌនៃជាតិខ្មែរមានមកហោហែតាំងពីយូរយារប្រជាពលរដ្ឋគ្មានចាស់គ្រប់គ្នាមានចិត្តសទ្ធាទៅវត្តបួងសួងឥឡូវរៀបរាប់ពីក្សត្រអង្គឌួងឲ្យអស់ទាំងពួងរៀបចំប្រពៃការពិតបននេះមានយូរហើយថ្លៃតែដូចជាថ្ងៃតក្កណានុប្បទានក្សត្រអង្គឌួងត្រេះរិះឯរត់មាន15ថ្ងៃឈានចូលជាប្រជុំបិណ្ឌព្រះអង្គយល់ធម៌ទ្រង់ប្រសពពិនដឹងគុណយធិនដែលបានពលីទ្រង់បានស្វាស្វែងគិតយ៉ាងសម្ភាររៀបចំពិធីមានពីសាវតា15ថ្ងៃក៏ចាជាតម្រាតាមអង្គសត្រាពងគិតរំពៃចង់ឲ្យប្រជាគ្រប់សាសក្រៃសាមគ្គីប្រពៃធ្វើមហូបរួមគ្នាក្នុងន័យរូបរួមរដ្ឋកម្ពុជាឧទ្ទិសបូជាជូនដល់សពសត្វដល់អ្នកចែកឋានពលីបងបាត់រស័តឆ្ងាយខ្ចាត់គ្មានញាតិកាជាបនលើកដំកើងសាសនាផ្សងសុខេមរាកូនចូលចងចាំពិធីបនប្រជុំខុសពីចូលឆ្នាំប្រជុំបិណ្ឌចំណាំជាបនប្រពៃបនឧទ្ទិសសាមគ្គីគ្នាក្រៃមិនដូចជាថ្ងៃកាក់ក្អាយចូលឆ្នាំតើហេតុដូច្នេះបុព្វបានផ្ដាំគុណវត្តចងចាំត្រង់ត្រាប់ដូនតាមិនមានធុងបាសចាក់ស្រែកលោឡាខុសក្បួនតម្រាបនប្រពៃណីពិធីបន់ប្រជុំបិណ្ឌ15ថ្ងៃប្រទេសដទៃខ្លះមួយថ្ងៃទេដូចនេះខេមរៈត្រូវតែខ្នះខ្នេតដំណើរគេមរតកខេមរាដាក់ទៀនធ្វើបន់ដល់ញាតិកាដែលចាក់លោកាពីឋានផែនដីទូនៅដល់ឋានទីខ្ពស់ទៀបក្តីកុសលនេះណីសំបនដល់ផងមុនទៅវត្តក្រាបសំពះ3ដងកុំឲ្យរំលងព្រះនៅក្នុងផ្ទះក្រាបតែនៅវត្តម្ដាយមិនសំពះបននេះមិនលះជ្រះថ្លាអ្វីទេគ្រប់ថ្វាយប្រកែនៅសំណេរបាកូណាស្មេខនៅប្រពៃសូមអស់សង្ឃរាជប្រជាមន្ត្រីជួយកែជួយខៃគំណាប់នេះផងហើយបនហ្នឹងគឺសូត្រពិធីបនប្រជុំបននៃជាតិខ្មែរមានមកហោហាតាំងពីយូរយា